នៅពេលនោះខ្ញុំរៀនត្រៀមដូចតែអាឌឺដែរគឺរៀនត្រៀមនៅ CDL ហើយការលំបាកដែលខ្ញុំជួបធំបំផុតសម្រាប់ Del Bayang គឺការបូលាគឺខ្ញុំមិនចេះពាក្យច្រើនខ្ញុំប្រឹងអានព័ត៌មាននិងស្ដាប់ព័ត៌មានជារៀងរាល់ថ្ងៃជំរាបសួរអ្នកគ្នាខ្ញុំបាទឈ្មោះហៃបញ្ញាសប្តាហ៍ជានិស្សិតវងសិក្សាថ្នាក់ឆ្នាំទី3នៅសាកលវិទ្យាល័យមួយថ្ងៃនេះពិតជាសប្បាយចិត្តមែនទែនដែលបានទទួលឱកាសបានចែករំលែកបទពិសោធន៍ខ្លះៗពាក់ព័ន្ធនឹងភាសាបារាំងនិងសញ្ញាបត្រដែលខ្ញុំបានចូលរៀនភាសាបារាំងនៅដើមឆ្នាំ2024ហើយគិតមកដល់ថ្ងៃនេះគឺ2ឆ្នាំហើយដែលខ្ញុំរៀនភាសាបារាំងហើយវងឡើយខ្ញុំមិនដែលគិតថានឹងទទួលចង់បានសញ្ញាបត្រ Del Bader ទេប៉ុន្តែគ្រាន់តែរៀនដើម្បីអាចយកមេរៀននៅសាកលវិទ្យាល័យហើយអាចនិយាយភាសាបារាំងបានខ្លះៗតែថ្ងៃមួយគ្រូរបស់ខ្ញុំបានលើកទឹកចិត្តឲ្យខ្ញុំទៅប្រឡងសញ្ញាបត្រ Del Ader ដែលយើងមាន4កម្រិតមាន A-ang Ader B-ang និង Bader នៅពេលនោះខ្ញុំបានសម្រេចចិត្តទៅប្រឡងសញ្ញាបត្រ Del Ader ហើយខ្ញុំកំពុងតែរៀនកម្រិត A-ang ទេហើយពេលនោះខ្ញុំក៏ចុះឈ្មោះរៀនត្រៀមនិងចុះឈ្មោះប្រឡងហើយពេលនោះខ្ញុំរៀនត្រៀមនៅ CDL ហើយអ្វីដែលខ្ញុំជួបការលំបាកជាងគេសម្រាប់ Del Ader គឺខ្ញុំភ័យខ្លាំងពេកជាពិសេសនៅពេលដែលម៉ោង La production orale គឺយើងត្រូវនិយាយជាមួយនឹង examinator ដល់តែ2នាក់តែម្នាក់ជាជនជាតិបារាំងហើយនៅពេលនោះខ្ញុំភ័យរហូតដល់ផ្លេចអ្វីដែលត្រូវនិយាយតែមិនភ័យខ្ញុំបានប្រឡងជាប់សញ្ញាបត្រ Del Ader នៅឆ្នាំ2024ហើយបន្ទាប់ពីជាប់ Del Ader ខ្ញុំក៏បានមានអារម្មណ៍ថាស្រឡាញ់ភាសាបារាំងកាន់តែខ្លាំងទៅហើយភាសាបារាំងបានក្លាយជាភាសាមួយដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេបន្ទាប់ពីភាសាខ្មែរបន្ទាប់ពីប្រឡងជាប់ Del Ader 6ខែក្រោយខ្ញុំក៏សម្រេចចិត្តទៅប្រឡងសញ្ញាបត្រ Del Bayang ដែលពេលនោះខ្ញុំរៀនត្រៀមតែ3ខែទេហើយជួបការលំបាកកាន់តែច្រើនទៅពីព្រោះធានគឺកាន់តែស៊ីជម្រៅទៅម្ដងបន្តិចនៅពេលនោះខ្ញុំរៀនត្រៀមដូចតែអាឌឺដែរគឺរៀនត្រៀមនៅ CDL ហើយមានរយៈពេលតែ3ខែទេសម្រាប់ខ្ញុំហើយការលំបាកដែលខ្ញុំជួបធំបំផុតសម្រាប់ Del Bayang គឺកាបូលាគឺខ្ញុំមិនចេះពាក្យច្រើនអញ្ចឹងខ្ញុំអានអត់សូវយល់និងស្ដាប់អត់សូវយល់អញ្ចឹងខ្ញុំប្រឹងអានព័ត៌មាននិងស្ដាប់ព័ត៌មានជារៀងរាល់ថ្ងៃពេលនោះខ្ញុំក៏បានប្រឡងជាប់ Del Bayang ជាមួយវត្ថុមួយដែលគួរសមយើងអាចទទួលយកបានហើយបន្ទាប់ពីប្រឡងជាប់ Del Bayang ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់គឺត្រូវរៀនត្រៀមយក Del Bader បានលឿនបំផុតនៅពេលនោះ6ខែក្រោយខ្ញុំក៏ស្ម័គ្រចិត្តទៅប្រឡង Del Bader ហើយអ្វីដែលខ្ញុំលំបាកដំបូងសម្រាប់ Del Bader គឺខ្ញុំមិនដឹងត្រូវរៀនត្រៀមនៅណានៅពេលនោះព្រោះសាលាមួយចំនួនគឺអត់មានថ្នាក់រៀនត្រៀម Del Bader ទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តរៀនត្រៀមខ្លួនឯងពេល2ខែដំបូងហើយ1ខែចុងក្រោយខ្ញុំក៏បានរៀនត្រៀមជាមួយនឹងគ្រូផងដែរហើយលើសពីនេះអ្វីដែលកាន់តែលំបាកសម្រាប់ខ្ញុំទៀតគឺ success របស់ Del Bader គឺទូលាយពេកដែលធ្វើឲ្យខ្ញុំមិនមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់មុនថ្ងៃប្រឡងហើយ success មួយចំនួនធំរបស់ Del Bader គឺมันសមស្របទៅនឹងសង្គមនៅក្នុងប្រទេសកម្ពុជាទេដោយ success ដែលខ្ញុំចាប់បាននៅថ្ងៃប្រឡង Del Bader គឺ La Maison Connect ទេគឺជាធានមួយដែលมัน La Maison Connect ទេគឺมันមានទេនៅប្រទេសកម្ពុជាអញ្ចឹងសម្រាប់ខ្ញុំគឺពិបាកមែនទែនសម្រាប់រក idea ដើម្បីនិយាយឬក៏ដើម្បីឆ្លើយនឹងសំណួរនៅពេលដែល debate អញ្ចឹងយ៉ាងណាក៏ដោយខ្ញុំក៏បានប្រឡងជាប់ Del Bader ជាមួយវត្ថុមួយដែលខ្ញុំពេញចិត្តហើយជាចុងក្រោយខ្ញុំក៏លើកទឹកចិត្តឲ្យអ្នកទាំងគ្នាទៅប្រឡងសញ្ញាបត្រ Del ព្រោះអី Del មិនគ្រាន់តែជាសញ្ញាបត្រមួយគ្រាន់តែអភិវឌ្ឍចំណេះដឹងភាសារបស់យើងទេគឺជាសញ្ញាបត្រមួយដែលអភិវឌ្ឍចំណេះដឹងទូទៅរបស់យើងផងដែរនៅពេលដែលយើងព្យាយាមអានព័ត៌មាននិងស្ដាប់ព័ត៌មានទាក់ទងទៅនឹងពិភពលោករបស់យើងទាំងមូលបាទអញ្ចឹងនេះគឺជាបទពិសោធន៍តិចតួចរបស់ខ្ញុំអរគុណអ្នកនរគ្នាអូរវ៉ា